ជ្រុលជាធ្វើប្រព័ន្ធការពារតាក់ទង Facebook Telegram ហើយឥឡូវធ្វើ Instagram មួយទៀតហ្មងមូលហេតុដែលធ្វើឲ្យគណនី Instagram យើងត្រូវបានគេលួចហ្នឹងគឺភាគច្រើនមកពីយើងដាក់ password ខ្លីៗពេកឬក៏ដាក់ password ស្រួលពេកដែលធ្វើឲ្យអ្នកលួចហ្នឹងឬក៏ជនណានេះមកហ្នឹងអាចទាយត្រូវឬក៏ងាយស្រួលនឹងរកឃើញមួយទៀតហ្នឹងគឺដោយសារតែយើងចុចទៅលើតំណភ្ជាប់ផ្ដេសផ្ដាសដែលជនមិនស្គាល់មុខផ្ញើមកដែលគេហៅថា phishing link ហ្នឹងហើយនឹងការដែលមិនបើកប្រព័ន្ធការពារ2ជាន់ដែលយើងហៅថា 2FA នៅក្នុង Instagram ហ្នឹងហើយដើម្បីការពារយើងហ្នឹងគឺមានអីបានទេយើងគ្រាន់តែដាក់លេខកូដឬក៏ password ហើយរៀងពិបាកជាងមុនរៀងវែងជាងមុនហើយបើខ្លាចភ្លេចអីយើងកត់វាទុកក្នុងសៀវភៅឯទៅហើយទី2ហ្នឹងគឺយើងកុំចុចទៅលើតំណភ្ជាប់ផ្ដេសផ្ដាសដែលគេផ្ញើមកហ្នឹងមិនថានៅតាម email ឬក៏គេផ្ញើមកផ្ទាល់ក្នុង Instagram ឯងទី3យើងត្រូវតែបើកប្រព័ន្ធការពារ 2FA នៅក្នុង Instagram ហ្នឹងដែលដំបូងយើងចូលទៅ setting ក្នុង Telegram ហើយយើងចូលទៅ account center បន្ទាប់មកយើងចូលទៅ privacy and security ហើយយើងចុចទៅលើ two factor authentication ហ្នឹងមកបន្ទាប់មកទៀតយើងរើសគណនីណាដែលយើងចង់ដាក់ប្រព័ន្ធការពារ2តង់ហ្នឹងបន្ទាប់ពីរើសរួចហើយវានឹងសួរយើងឲ្យយើងរើសយកជំរើសមួយដែលយើងនឹងរើសយកជំរើសទី2ដែលវានឹងផ្ញើលេខកូដទៅកាន់ SMS យើងឬក៏ WhatsApp ដែលយើងប្រើលេខទូរស័ព្ទហ្នឹងហើយដោយសារក្នុងនេះ Instagram ខ្ញុំភ្ជាប់ជាមួយលេខទូរស័ព្ទអញ្ចឹងវានឹងឲ្យយើង confirm ទៅលើលេខទូរស័ព្ទហ្នឹងដែលវានឹងផ្ញើលេខកូដទៅលេខទូរស័ព្ទហ្នឹងឬក៏វា connect auto តែម្ដងបន្ទាប់មកវានឹងលោតប្រាប់យើងថាយើងបានបើកហើយយើងក៏មានតែប៉ុណ្ណឹង